ព្រឹកមិញហ្នឹងបងដែលថាមានចោលលួចតរេនហ្នឹងអូនអាតអ្នកម៉ូតូដប់ហ្នឹងក៏គាត់ជិះម៉ូតូមកគាត់ជិះម៉ូតូមកដល់កន្លែងនាងខ្ញុំលក់ហ្នឹងក៏គាត់បេនគាត់នៅតែហ្នឹងគាត់មកដល់គាត់ឈប់ប៉គាត់ប្រាប់ថាចេះអឺបងបន្ទួយឯងមើលមិញចោលលួចតរេនគេលួចតរេនឆក់តរេនគេឡើង5ផ្លែហើយអត់ដឹងថាក្នុងថងហ្នឹងមានស្អីខ្លះទេអញ្ចឹងហើយនាងខ្ញុំក៏សួរនាងខ្ញុំសួរថាហើយគេលួចបានអត់បងឯងមើលខ្ញុំជិះមកហ្នឹងគាត់នៅទល់មុខខ្ញុំហើយខ្ញុំជិះមកគាត់ហ្នឹងដល់ពេលអញ្ចឹងខ្ញុំក៏លើកជើងហ្នឹងធាក់គាត់ហ្នឹងធាក់ទៅវាខុសដល់ពេលអញ្ចឹងគាត់គិតពីខ្ញុំហ្នឹងចង់បុកលំអកគេអាលំអកគេឈប់នៅមុខហ្នឹងអូយបងអើយនេះខ្ញុំស្ដាប់គាត់ហើយតម្រាំថាស្ដាប់បានដល់ពេលខ្ញុំថាអូនអាចឯងនិយាយមួយមើលវាមិនតែមានចោលណាមកលួចតរៀនលួចអីទាំងថ្ងៃអញ្ចឹងទេថាំងបងឯងអត់ជឿកន្លែងអមតៈគាត់កន្លែងអមតៈគេទុកចោលនៅលើម៉ូតូហ្នឹងហើយក៏ចោលហ្នឹងវាមកលួចអីចឹងណាបងអើយហើយនេះខ្ញុំហ្នឹងក៏មិនជឿគាត់ដែរដំបូងមានជឿគាត់ឯណាដល់ពេលហើយមកផ្លែតហ្នឹងក៏រឿងហ្នឹងវាល្បីខ្យល់ខ្ចាយបងប្អូនឡើងពីកើតមកដើរសួរថាកន្លែងណាដែលចោលលួចតរៀនលួចអីចឹងណាហើយចោលហ្នឹងក៏វាលួចបានណាបងប្អូនលួចបានហើយក៏វាជិះចេញទៅបាត់ចឹងទៅវាជិះចេញទៅបាត់ហ្នឹងតែដល់ថាទៅមុខទៀតវាជួបអីយើងអត់ដឹងទេហ្នឹងហើយប្រហែលបានមកទទួលក្រោយមកក៏មកទូក្រោយមកហ្នឹងក៏ឃើញប៉ូលីសឃើញអីគេមកអញ្ចឹងណានិយាយអីហើយអស់គាត់ក៏មកជួបនៅកន្លែងនាងខ្ញុំនាងអីបានជឿថាអូនអាននិយាយមែនតែនតែស្មានតែគាត់និយាយលេងដំបងស្មាននិយាយលេងទេអត់មានដឹងថាចៅវាមកលួចមែនតែនអញ្ចឹងទេដល់ពេលនិយាយទៅឆោឡោចុះឡើងហ្នឹងហើយមិនដឹងថាវាអាម៉េចទេបងប្អូននៅមកទទួលក្រោយមកក៏មានមេប៉ោះហ្នឹងហើយមេប៉ោះមកសួររកកន្លែងអ្នកលក់តរេនអ្នកលក់អីចឹងស្គាល់ម្ចាស់តរេនម្ចាស់អីចឹងអត់ទៅចឹងណាហើយចឹងក៏សួរនាំគ្នាឈូឆទៅសួរមើលនឹងថាវាអាម៉េចហើយគាត់ថាប៉ូលីសនឹងគេថាចាប់បានចឹងណាដោយសារតែចៅហ្នឹងគឺវាជិះម៉ូតូមានគ្រោះថ្នាក់ចរាចរណ៍ហ្នឹងហើយដល់ពេលចឹងទៅក៏វាទៅបុកជាមួយលំអកគេបងហើយដល់ពេលចឹងទៅហើយគេទៅធ្វើកំណត់ហេតុហើយថ្មីហ្នឹងក៏គេចុះទៅគេឃើញតរេនឃើញអីចឹងទៅប៉ូលីសគេចុះទៅអន្តរាគមន៍ហ្នឹងហើយក៏ឃើញតរេនឃើញអីចឹងទៅបានន័យថាវាជាប់ត្រឹមនឹងបងហើយដល់ពេលចឹងទៅក៏ថាចាប់ហើយចឹងអត់មានអីទៀតទេហើយប៉ូលីសនឹងក៏មករកម្ចាស់តរេនម្ចាស់អីហៅឲ្យគាត់មកយករបស់មកយកអីវិញចឹងហើយបងភីបហ្នឹងក៏គាត់អត់មានស្គាល់លេខម្ចាស់តរេនម្ចាស់អីហ្នឹងដែរអ្នកទិញហ្នឹងដែរក៏គាត់គេអត់ស្គាល់ទេចឹងហើយបានអ្នកលក់ពងគ្រួចឲ្យបងអ្នកលក់ពងគ្រួចហ្នឹងគេឃើញហើយក៏គេផ្ទះហ្នឹងនៅចិត្តគាត់ចឹងហើយក៏គេឲ្យគេតេចឹងណាឲ្យតេទៅប្តីគាត់ទៅហើយប្រាប់គាត់ឲ្យគាត់ឡើងមកយកវិញអញ្ចឹងណាហ្នឹងហើយអត់ដឹងថាគាត់នឹងមកយកបានភ្លាមឬក៏មិនដែរបងប្អូនចាំមើលស្អែកខ្ញុំទៅខ្ញុំស៊ើបសួរទៀតអញ្ចឹងណាសួរអ្នកលក់ពងគ្រួចសួរអីទៀតអញ្ចឹងទៅអីបងប្អូនឲ្យកណ្ដាលថ្ងៃចាស់តែម្ដងមិនយប់ឬក៏មិនប្រលប់ទេកណ្ដាលថ្ងៃចាស់តែម្ដងហើយគាត់មកយកស្រួលម៉ែបោះគេទិញទុកលើម៉ូតូហើយម្ចាស់គេចូលទិញគ្រឿងកោកន្លែងហ្នឹងហើយគេចុះមកអត់តឲ្យបងប្អូនហើយរត់ទៅប្រផាត់ប្រភេញមួយគាត់នឹងគាត់ស្រែកតែម្ចាស់គាត់នឹងម្ចាស់តរេនឹងគាត់ស្រែកថាចោអញ្ចឹងណាប៉ុន្តែអ្នកម្ដុំហ្នឹងមនុស្សច្រើនដែរតែអត់មានអ្នកជួយគាត់ទេហ្នឹងហើយអូនអានគាត់មកគាត់ស្មានតែចោលលួចម៉ូតូគាត់មិននឹកស្មានតែលួចតរេណាដែលគាត់ជួយធាក់ជួយអីហ្នឹងដល់ពេលគាត់ហួសចិត្តត្រឹមថាលួចតរេ5ផ្លែបងអើយអញ្ចឹងចាប់ហ្មងចោលអស់លាក់ត្រឹមហ្នឹងបងគេចាប់បានចាប់អីហើយដល់ពេលចុងក្រោយមានអីទៀតអំបិលតរេនកូនបានអីក៏បានខ្លួនឯងត្រូវមានបញ្ហាទៀតមានតែអីមានតែអំបិលហើយពេលនេះអញ្ចឹងវីដេអូខ្ញុំមានអីច្រើនទេបងមានតែប៉ុណ្្នឹងអរគុណចាំជួបគ្នាវីដេអូក្រោយទៀតបាយ